បាទសូមជម្រាបសួរបងប្អូនទាំងគ្នាបាទថ្ងៃនេះជួបជាមួយខ្ញុំអាសង្ហាបាទនៅក្នុងកសិដ្ឋានចិញ្ចឹមកាប់ភ្នំពេញបាទបងប្អូនទាំងគ្នាពេលនេះបាទខ្ញុំមកថតបាទកូនកង្កាបឲ្យមើលខ្លះបាទឃើញវាឡើងលើគោកច្រើនទៅក៏បាទមកថតឲ្យមើលបន្តិចបាទហ្នឹងហើយបាទហ្នឹងហើយបងប្អូនទាំងគ្នាសម្រាប់កង្កាបយើងបាទទីផ្សារល្អមែនទែនហើយចិត្តនិយាយទៅចិត្តចូលឆ្នាំអញ្ចឹងបាទមានប្រមាណក៏អត់សល់ដែរបងប្អូនអ្នកគ្នាបាទដោយសារតាបច្ចុប្បន្ននេះអ្នកចិញ្ចឹមមិនសូវជាមានប្រមាណទេអ្នកចិញ្ចឹមណាបាទមានតាអ្នកហូបច្រើនបាទមនុស្សចេះតែកើនឡើងហើយអ្នកចិញ្ចឹមចេះតែថយទៅបាទនឹងហើយបងប្អូនអ្នកគ្នាសម្រាប់វីដេអូនេះមិនដឹងថាបងប្អូនអ្នកគ្នាមើលច្បាស់អត់ទេបាទតែព្យាយាមមកថតឲ្យបងប្អូនអ្នកគ្នាមើលណាបាទនៅខាងនេះទៀតបាទអានេះខ្ញុំបំណងនេះមកដើរមកធ្វើការដួសបាទកូនកាបទេបាទហ្នឹងហើយមិនមែនបំណងមកថតទេប៉ុន្តែឃើញកូនកាបឡើងគួសមមកលើគោកទៅក៏បាទចាប់ផ្ដើមថតឲ្យមើលបន្តិចបងប្អូនអ្នកគ្នានឹងហើយបងប្អូនអ្នកគ្នាចូលឆ្នាំគេសង្ក្រាន្តបាទសង្ក្រាន្តនៅគោវត្តបាទនិយាយទៅឲ្យតែចូលឆ្នាំកន្លែងណាក៏ដោយបាទគឺវាតែងតែមានតម្រូវការបាទហ្នឹងហើយដោយសារតែអ្នកដើរលេងច្រើនបាទអ្នកដើរលេងច្រើនហើយអ្នកដើរហូបនឹងក៏ច្រើនបាទបងប្អូនអ្នកគ្នាហ្នឹងហើយបងប្អូនអ្នកគ្នាខ្ញុំមកបង្ហាញអំពីកង្កាបរបស់យើងបាទខ្ញុំថតតែ3នាទីទេបាទហើយខ្ញុំនឹងធ្វើការដួសកង្កាបបាទបដើបាទហ្នឹងហើយដោយសារតែកាមេរ៉ាមួយទៀតបាទវាថតវាកាំងបាត់ហើយបាទហ្នឹងហើយចឹងហើយពិបាកមកថតជាមួយកាមេរ៉ានេះបាទហ្នឹងហើយអានេះទូរស័ព្ទចាស់ទេបងប្អូនអ្នកគ្នាបាទប្រើគ្នាផងបាទបោះចោលផងអីផងបាទទីបំផុតបានអាកចាស់ហ្នឹងឯងបាទប្រើណាបាទហើយយើងបង្កាត់បានច្រើនតង់ដែរបងប្អូនអ្នកគ្នាបាទក្រោយផ្ទះបាទបងប្អូនអ្នកគ្នាក្រោយផ្ទះបាទដីមកក៏អត់ច្រើនទេដូចតែថាទៅ10ម៉ែត្រ10ម៉ែត្រគុណនឹង10ម៉ែត្រអីហ្នឹងឯងដីណាបាទខ្ញុំមិនថាទៅវោះ10ម៉ែត្រគុណនឹងហ្នឹងឯង10ម៉ែត្រគុណនឹង10ម៉ែត្រហ្នឹងឯងបងប្អូនអ្នកគ្នាបាទមិនជាច្រើនមិនជាធំណាស់ណាទេដីនេះបាទហ្នឹងឯងប៉ុន្តែយើងអាចដាក់បានច្រើនតង់បាទហ្នឹងឯងដាក់បាន12តង់អាតង់ប្រកាត់កូនហ្នឹងតង់ធំបាទហើយបើអ្នកតនេពីការងារអាចចាំបានបាទក្រោយផ្ទះធ្វើដូចខ្ញុំទៅយើងអាចដាក់កើតហើយបងប្អូនអ្នកគ្នាពីព្រោះអីវាស្រួលផងថ្ងៃណាមួយយើងអត់ពិបាកមើលថែអីវែងឆ្ងាយអញ្ចឹងណាបងប្អូនអ្នកគ្នាបាទហ្នឹងហើយមកខ្ញុំចាំចូលយូរឆ្នាំហើយបាទខ្ញុំដាក់តែក្រោយផ្ទះហើយវាស្រែណោះបាទហ្នឹងហើយប៉ុន្តែឥឡូវអត់ទាន់ព្រិចដល់វាស្រែទេដោយសារតែយើងដួសអានេះអស់សិនប្រកាត់ម្ដងទៀតបាទដោយសារតែខ្ញុំត្រូវការដាក់ឲ្យមួយឲ្យបានគ្រប់គ្នាសិនបាទស្បីតាមនេះក៏អត់សល់ដែរបងប្អូនអ្នកគ្នាបាទអញ្ចឹងខ្ញុំដួសអានេះរួចខ្ញុំនឹងធ្វើការប្រកាត់បន្ថែមទៀតចូលជាខែល្ងិតហ្នឹងខ្ញុំប្រកាត់10តង់ទៀតបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនបាទជម្រាបលាបងប្អូនអ្នកគ្នាបាទ